បាទសូមគោរពអនុញ្ញាតនិងជម្រាបសួរពុកម៉ែបងប្អូនអឺដែលតែងតែនិយមគ្រប់គ្រងវីដេអូក្នុង Channel របស់ពូមីសូមស្វាគមន៍ការមកចូលមកទស្សនាវីដេអូក្នុង Channel របស់ពូមីថ្ងៃនេះដែរពូមីនឹងនាំពុកម៉ែបងប្អូនទៅទស្សនាសកម្មភាពនៃវងសัตว์ស្រមោលក្រហមដែលពួកវាកំពុងតែបើយើងនិយាយស្រួលស្ដាប់ដោយមនុស្សដែរគេថាកសាងនៅហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេដោយពុកម៉ែបងប្អូនបានឃើញស្រាប់ហើយគឺវងសัตว์ស្រមោលទាំងនេះកំពុងតែនាំគ្នាជីករុនដោយជូនដីចេញពីរុនឡើងមមាញឹកដល់មានខ្លះទៅបង្ហាញជាផ្លូវផងខ្លះទៅបានពំជាដីមកដាក់ខាងលើហើយរុននេះដែរបើតាមខ្ញុំពិនិត្យមើលគឺឃើញថាពួកវានេះជីករុនមិនមែនតែមួយទេក្នុងដែលយើងមើលឃើញរុនមួយប៉ុន្តែដល់ពេលចូលទៅក្នុងគឺមានរុនជាច្រើនដែលរុនមួយគឺវាបិទផ្លូវសម្រាប់ឲ្យទឹកហូរចេញទៅខាងចំពោះតំបន់ដែលខ្ញុំថតជូនពុកម៉ែបងប្អូនទស្សនានេះគឺនៅលើភ្លឺស្រែហ្នឹងហើយពពួកសម្ោចទាំងនេះទូទេប៉ុន្តែដោយសារខ្ញុំចង់ឲ្យពុកម៉ែបងប្អូនឃើញពីសកម្មភាពច្បាស់របស់ពួកពងសម្ោចទាំងនេះខ្ញុំក៏សូមវាឲ្យចិត្តហ្នឹងហើយខ្ញុំក៏បានតែមើលនៅខាងភ្លឺស្រែខាងទៀតគឺមានរុនមួយសម្រាប់វាធ្វើផ្លូវបហូរទឹកហើយនេះគឺជាសកម្មភាពនៃការជីករុនដែលបើយើងមើលពីលើទៅគឺខ្ញុំអត់ទាន់បានថតឲ្យមើលដល់ពេលចុងបញ្ចប់នៃវីដេអូខ្ញុំនឹងបង្ហាញពីផ្លូវនេះគឺជាផ្លូវដែលពួកវាជីកជញ្ជូនដីពីរុនមួយទៀតទៅរុនមួយទៀតនិងដីជញ្ជូនដីពីក្នុងរុនមួយមកដាក់ខាងលើដោយបងប្អូនពុកម៉ែបានឃើញហើយអាចដីដែលនៅតាមផ្លូវរបស់វាជញ្ជូននេះគឺជាអាចដីដែលវាជញ្ជូនចេញពីក្នុងរុនហើយនេះគឺជាកូនរុនមួយទៀតដែលខ្ញុំកំណត់ថតទៅនេះគឺជាកូនរុនមួយទៀតដែលពួកវាជីកសកម្មភាពរបស់ពួកវាមើលទៅហាក់ដូចជាមមាញឹកដែលយើងអាចនិយាយបានថាគឺជាកម្លាំងសាមគ្គីរបស់សត្វពពួកសត្វសមោចទាំងនេះហើយបើសិនជាយើងមើលទៅគួរឲ្យជក់ភ្នែកដែរការកសាងរបស់ពួកវានេះគឺស្រស់ស្រួលគ្នាល្អតាមយើងមើលទៅគឺនេះគឺជារុនមួយទេយើងមើលពីលើប៉ុន្តែប្រសិនបើយើងមើលឲ្យដោយសារកាមេរ៉ាខ្ញុំវាស៊ូមទៅវាឡើងព្រាលតែអញ្ចឹងខ្ញុំថតបានតែប៉ុណ្ណឹងខ្ញុំក៏ចូលទៅក្នុងជ្រៅជាងហ្នឹងវាអត់អាចចូលទៅបានដោយសារកាមេរ៉ាខ្ញុំមិនអាចមានលទ្ធភាពស៊ូមឲ្យខ្លាំងជាងនឹងបានដូច្នេះសូមបងប្អូនពុកម៉ែទស្សនាកំសាន្តទាំងអស់គ្នាហើយចំពោះសកម្មភាពអស់ទាំងនេះគឺខ្ញុំថតនៅពេលដែលខ្ញុំដើរទៅស្រែខ្ញុំដើរលេងនៅស្រែខ្ញុំក៏ឃើញគួរឲ្យចាប់អារម្មណ៍ខ្ញុំក៏ថតដើម្បីបង្ហាញពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាខ្ញុំជឿថាចំពោះសកម្មភាពចឹងចេះក៏ពុកម៉ែបងប្អូនខ្លះគាត់មិនបានចាប់អារម្មណ៍ទេប៉ុន្តែប្រសិនបើយើងបានចាប់អារម្មណ៍ទៅលើវាបន្តិចយើងបានអង្គុយមើលទៅគឺវាគួរឲ្យជក់ចិត្តនឹងក្នុងការចង់មើលដែរមើលសកម្មភាពរបស់វាដូចជាមមាញឹកហើយយើងគិតថាការជីកនេះដូចខ្ញុំបានខ្ញុំខ្លួនខ្ញុំផ្ទាល់ខ្ញុំអង្គុយឆ្ងល់ថាជីកចឹងចុះបើភ្លៀងមកនឹងមិនលិចការជីករបស់វាមិនលិចការលំនៅឋានរបស់វាប៉ុន្តែដល់ពេលយើងពិនិត្យឲ្យច្បាស់គឺសត្វទាំងនេះវាឆ្លាតវាជីករុនយើងមើលទៅឃើញតែមួយទេប៉ុន្តែដល់ខាងក្នុងគឺវាមានរុនបែកវាមានរុនបែកគឺជាផ្លូវទឹកវាធ្វើសម្រាប់ឲ្យផ្លូវទឹកពេលដែលទឹកភ្លៀងមកអញ្ចឹងទៅវាហូរទៅមកខាងទៀតហើយវាចេះបែងចែកផ្លូវមួយសម្រាប់ទៅដាក់ស្បៀងរបស់វាហើយផ្លូវមួយទៀតគឺសម្រាប់ពួកវាចេញចូលហើយពួកវាទុកជាពងអញ្ចឹងទៅនឹងអ្វីដែលខ្ញុំពិនិត្យឃើញនៅពេលហ្នឹងគឺខ្ញុំចង់បង្ហាញឲ្យច្បាស់ដែរប៉ុន្តែដូចខ្ញុំបានបញ្ជាក់នៅខាងលើអញ្ចឹងដោយសារតែកាមេរ៉ារបស់ខ្ញុំហ្នឹងមិនអាចស៊ូមទៅដល់ខាងក្នុងបាន
តែបើអ្វីដែលខ្ញុំអាចឆ្លងមើលបានគឺខ្ញុំបានឆ្លងមើលរួចរាល់ហើយគឺផ្លូវច្រើននៅក្នុងហ្នឹងហើយខ្ញុំក៏អត់មានលទ្ធភាពធ្វើម៉េចឲ្យចូលដល់ក្នុងខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងថតវាម្ដងទៀតហើយខ្ញុំនឹងមានកាមេរ៉ាមួយដែលស៊ូមទៅមិនមានបញ្ហាព្រោះមុននឹងខ្ញុំបានសាកស៊ូមមើលហើយប៉ុន្តែវាមិនច្បាស់វាបែកវាព្រាលដល់អញ្ចឹងខ្ញុំបានថតតែប៉ុណ្ណឹងជូនពុកម៉ែបងប្អូនទស្សនានៅសកម្មភាពរបស់វាចំពោះវីដេអូមួយនេះខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាហើយប្រកាសជាជក់ចិត្តនិងដិតអារម្មណ៍ចំពោះសកម្មភាពនៃសត្វសាម៉ូចទាំងនេះហើយក៏សូមខន្តីអភ័យទោសរាល់កំហុសឆ្គងពាក្យពេចន៍ត្រង់ចំណុចកន្លែងណាមិនសមរម្យក៏សូមអធិស្ឋានចំពោះការអត្ថាធិប្បាយឬក៏បញ្ជាក់ទៅមានអាចប៉ះពាល់ទៅលើកន្លែងណាដែលមិនសមរម្យក៏សូមខន្តីអភ័យទោសផងពីសំណាក់ពុកម៉ែបងប្អូនព្រោះខ្ញុំមិនសូវជាចេះនិយាយទៅលើការ review ទៅលើសកម្មភាពមួយបានដោយសារខ្ញុំថ្មីដែរអញ្ចឹងហើយក៏សូមអធិស្ឋានខន្តីអភ័យទោសផងហើយក៏សូមជួយចុច like comment និង subscribe ទៅលើ channel ពូម៉ៃម្នាក់មួយផងដើម្បីឲ្យជាការលើកទឹកចិត្តសម្រាប់ពូម៉ៃនឹងធ្វើវីដេអូក្រោយៗដើម្បីបង្ហាញជូនពុកម៉ែបងប្អូននៅសកម្មភាពថ្មីក៏ដូចជាទេសភាពប្លែកស្អាតក៏ដូចជាសកម្មភាពប្លែកផ្សេងទៀតដើម្បីចែកជូនបងប្អូនទស្សនាកម្សាន្តក៏សូមអរគុណនិងសូមអរគុណ